ចាជំរាបសួរបងប្អូនអំពូមីងចាថ្ងៃនេះមកធ្វើវីដេអូបង្ហាញជូនបងប្អូនចាប្រេកចំការតបាយថែមទៀតហើយណាបងប្អូននេះចានៅចំការនេះនាងខ្ញុំធ្លាប់ធ្វើវីដេអូបង្ហាញជូនបងប្អូនម្ដងរួចហើយថាស្វាយនាងខ្ញុំយកម៉ាសាសិនចាអញ្ចឹងឥឡូវអស់ហើយបងប្អូនអញ្ចឹងនាងខ្ញុំត្រូវគាស់ចេញហើយតែឥឡូវហ្នឹងគឺគាស់ស្អាតហើយមកកុងនេះគឺទៅតែដាំក្រោយបងប្អូនអញ្ចឹងក៏ដាក់ចេកយកម៉ាសាសិនចាអញ្ចឹងចេកហ្នឹងគឺតិចទៀតត្រូវគាស់ចេញអស់ហើយចាហើយតបែកនេះគឺចាប់ផ្ដើមមានផ្លែមួយហើយបងប្អូនតែរសារវានៅទួយពេកក៏អត់សូវបានថែទាំដែរឡើងក្រហមចាគឺថែតមកធំសិនចាហើយនេះបងប្អូនណាចាស្វាយដែលកោះហើយចាកោះហើយស្អាតហើយឥឡូវកំពុងឲ្យគ្រឿងចាក់ចាដឹកដីចាក់បងប្អូនហើយនៅចានៅដីថ្មីនេះនាងខ្ញុំដាំពីរមុខបងប្អូនចាដាំគីមជូរហើយនៅអត់ក្របព្រោះអីឆ្នាំមុនគឺទឹកលិចបងប្អូនណាអញ្ចឹងត្រូវតែចាដាក់ឲ្យវាខ្ពស់ឲ្យហើយអញ្ចឹងចាំមើលនៅពេលដែលដាំចានាងខ្ញុំនឹងធ្វើវីដេអូបង្ហាញជូនបងប្អូនមួយសាទៀតព្រោះអីមានបងប្អូនដែលគាត់បានកំងពូជពីខាងនាងខ្ញុំទៅគាត់សួរពីរបៀបនៃការដាំចាអញ្ចឹងដោយសារតែមានបងប្អូនគាត់សួរច្រើនអញ្ចឹងនាងខ្ញុំនឹងធ្វើវីដេអូបង្ហាញជូនបងប្អូនទៀតនៅពេលដែលនាងខ្ញុំចាបានមកដាំនៅដីនេះតែដោយសារតែឈូសឆាយមិនទាន់បានស្មើទេបងប្អូនហើយនៅខាងចុងនោះចានាងខ្ញុំធ្វើចាទុកជាស្រះស្តុបទឹកមួយតែមិនដឹងថាជាប់ទឹកឬក៏អត់ទេបងប្អូនដោយសារដីនេះគឺជាប្រភេទដីដែលធូរបងប្អូនណាអត់សូវជាប់ទឹកទេចាគឺដីផុសអញ្ចឹងបងប្អូនណាចាគឺប្រភេទដីបែបហ្នឹងឯងគឺឡើងលិចហើយបងប្អូនដីនៅខាងនាងខ្ញុំដោយតែបងប្អូនបានឃើញអញ្ចឹងណាចាគឺជាប្រភេទដីដែលចាផុសគឺជាប្រភេទដីបែបហ្នឹងឯងបងប្អូនអញ្ចឹងដីនេះដាំទៅគឺតបាយវាស្ទុះលឿនតែបើខាងបងប្អូនដីជាប្រភេទដីណាផ្សេងនាងខ្ញុំអត់ដឹងទេតែបើដីខាងនេះវិញគឺ
គឺដីល្អមែនតែននេះបងប្អូននាងខ្ញុំសម្រាប់ថាចាធ្វើជីកជាស្រះស្តុបទឹកសាក់មើលបងប្អូនណាងាយស្រួលចាយកទឹកប្រើនៅរដូវប្រាំងចាអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនត្រឹមប៉ុណ្្នឹងទេចាំមើលនៅពេលដើមនាងខ្ញុំនឹងធ្វើវីដេអូបង្ហាញជូនបងប្អូនមួយសារទៀតហើយចានាងខ្ញុំមិនភ្លេចទេបងប្អូនណាបើសិនជាបងប្អូនត្រូវការពូជតបែកចានាងខ្ញុំមាន5ពូជលក់ជូនដល់បងប្អូនចាមានម៉ាន់ជូគីមជូអត់ក្របរ៉ូប៊ីហើយនឹងតៃវ៉ាន់ចាតៃវ៉ាន់ហ្នឹងគឺតបែកកញ្ញើហ្នឹងណាបងប្អូនចាបើបងប្អូនត្រូវការបងប្អូនអាចចាតាក់ទងមកនាងខ្ញុំតាមរយៈលេខទូរស័ព្ទចំនួន2ខ្សែក៏ជាលេខដែលមាន Telegram ស្រាប់ដូចគ្នាណាបងប្អូនណាចាហើយជាចុងក្រោយសូមឲ្យបងប្អូនជួយចុច like ចាជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងផងណាបងប្អូនចាអរគុណជម្រាបលាបាយបាយ